លោកជំទាវនឹមវណ្ណៈដាក់ចំបែបនេះក្រោយម្ចាស់ប្រេនសម្រស់ធីរាត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការលោកជំទាវនឹមវណ្ណៈដាក់ចំបែបនេះក្រោយម្ចាស់ប្រេនសម្រស់ធីរាត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការនៅថ្ងៃទី14ខែមិនិនាឆ្នាំ2025លោកជំទាវអុកញ៉ានឹមវណ្ណៈបានแชร์เพจមួយឈ្មោះ BTN Media ដែលបានធ្វើការបង្ហោះពាក់ព័ន្ធនឹងការចាប់ខ្លួនម្ចាស់ប្រេនសម្រស់ធីរារឿងផលិតផលគ្មានច្បាប់អនុញ្ញាតពាក់ព័ន្ធនឹងករណីនេះเพจខាងលើនោះក៏បានធ្វើការបង្ហោះនៅសំណេរដែលមានខ្លឹមសារថាម្ចាស់ប្រេនសម្រស់ធីរាត្រូវបានកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ឃុំបណ្ដោះអាសន្នពាក់ព័ន្ធផលិតផលកូលាយកែច្នៃគ្រឿងសម្អាងដោយគ្មានច្បាប់អនុញ្ញាតកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រស់ធីរា DT Shop Khome Eco កាលពីថ្ងៃទី13ខែមិនិនាឆ្នាំ2025រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះរួចឃុំខ្លួនជាបណ្ដោះអាសន្នពាក់ព័ន្ធនឹងការបង្ហោះរបស់เพจនេះក៏បានបន្តទៀតថាការចុះបង្ក្រាបនេះមិនមែនជាលើកទី1ទេកន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់និងបិទទីតាំងឃ្លាំងផលិតផលគ្រឿងសម្អាងសម្រស់ធីរាម្ដងរួចមកហើយប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្តិចដោយបន្តចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ25ខេត្តក្រុងមិនខ្វាយខ្វល់អំពីអំពើទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើនគិតថាមិនមានអ្នកណាធ្វើអ្វីកើតដោយបាត់ល្មើសកើតឡើងជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ឯនោះវិញទើបថ្មីសមត្ថកិច្ចបានចុះបង្ក្រាបជាមួយនឹងមន្ត្រីជំនាញហើយបានរកឃើញថាផលិតផលទាំងនោះផលិតដោយគ្មានស្តង់ដារបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវបច្ចុប្បន្នតំណាងអัยការអមសាលាដំបងខេត្តពោធិ៍សាត់បានឃុំខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រស់ធីរាជាបណ្ដោះអាសន្ននិងបន្តចាត់ការតាមនីតិវិធីច្បាប់ស្រាប់តែលោកជំទាវអុកញ៉ានឹមវណ្ណៈបានធ្វើការแชร์ចែករំលែករួចអមដោយសំណេរដាក់ចំបែបនេះថាកុកភ្លេចជង់តែជង់មិនភ្លេចកុកទេពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរមហាជនក្នុងបណ្ដាញសង្គម Facebook បានធ្វើការចាប់អារម្មណ៍ក៏ដូចជាការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញសមត្ថកិច្ចចាប់ម្ចាស់ប្រេនសម្រស់ធីរាដែលកន្លងមកមហាជនមួយចំនួនក៏បានធ្លាប់ប្រើនៅផលិតផលនេះផងដែរបានសម្ដែងនៅការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងការប្រើប្រាស់កន្លងមក